យុទ្ធនាការហែលទឹកទន្លេមេគង្គចម្ងាយ120គីឡូម៉ែត្រពីខេត្តស្ទឹងត្រែងដល់ខេត្តក្រចេះគឺជាបេសកកម្មអំពាវនាវឲ្យមានសកម្មភាពចូលរួមគាំទ្រការពារផ្សោតដែលជិតផុតពូជរបស់កម្ពុជាលោកជំទាវ អឹមរចនាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រកាសបើកយុទ្ធនាការហែលទឹកទន្លេមេគង្គនិងបានថ្លែងថាឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរៀបចំយុទ្ធនាការហែលទឹកទន្លេមេគង្គនេះដោយសារយើងកំពុងធ្វើការក្នុងទិសដៅដូចគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គដោយលទ្ធផលបានបង្ហាញហើយថារយៈពេល3ឆ្នាំចុងក្រោយនេះចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើងហើយនេះគឺជាភស្តុតាងដែលបានបង្ហាញពីការបដិញ្ញាចិត្តនិងកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាពរបស់យើងក្រុមអ្នកហែលទឹកចំនួន5នាក់អមដំណើរនៃការហែលទឹកដោយឆ្មាំទន្លេនិងក្រុមការងារ WWF កម្ពុជានឹងចំណាយរយៈពេល4ថ្ងៃបន្ទាប់ដែលនឹងត្រូវប្រឈមនឹងឧបសគ្គជាច្រើនជាមួយចរន្តទឹកហូរខ្លាំងរួមជាមួយសកម្មភាពកត់ត្រាចំនួនសត្វផ្សោតនិងការប្រមូលសំណាកនៃឧបករណ៍នេសាទហើយជាយុទ្ធនាការដើម្បីរៃអង្គាសថវិកាសម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គនិងការការពារទីជម្រកវ៉ារីសត្វគ្រប់ប្រភេទក្នុងទន្លេមេគង្គនៅព្រឹកថ្ងៃទី17មិនិនា2025នេះឯកឧត្តមប៉ែនលីណាតអភិបាលស្ដីទីនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញចូលរួមក្នុងពិធីនោះនិងបានថ្លែងថាក្នុងរយៈពេល4ថ្ងៃបន្ទាប់អ្នកហែលទឹកនឹងធ្វើការហែលតាមដងទន្លេមេគង្គដែលជាព្រឹត្តិការណ៍មិនត្រឹមតែជាការអភិរក្សប៉ុណ្ណោះទេវាក៏ចូលរួមបង្ហាញពីភាពស្រស់ស្អាតនៃខេត្តស្ទឹងត្រែងនិងខេត្តក្រចេះនិងសក្តានុពលទេសចរប្រកបដោយនិរន្តរភាពវិស័យទេសចរដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចស្រុកហើយជឿជាក់ថាតាមរយៈការការពារជីវៈចម្រុះនៃដងទន្លេមេគង្គគឺនៅមានការវិនិយោគនៅក្នុងអនាគតដ៏រឹងមាំសម្រាប់សហគមន៍លោកប៉ែនលីណាតអភិបាលរងខេត្តស្ទឹងត្រែងបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះនិងបន្តធ្វើការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអង្គការ WWF កម្ពុជាសហគមន៍មូលដ្ឋាននិងដៃគូអភិរក្សដើម្បីពង្រឹងការអនុវត្តប្រឆាំងនឹងការនេសាទខុសច្បាប់លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនិងធានាថាសត្វផ្សោតទន្លេមេគង្គបន្តលូតលាស់សម្រាប់មនុស្សជំនាន់ក្រោយផងដែរ